តើយើងចាប់ផ្ដើមអាជីវកម្មអនឡាញដោយរបៀបណាជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទសែមរិទ្ធិស័កឥឡូវនេះខ្ញុំសូមបង្ហាញបងប្អូនអំពីរបៀបនៃការធ្វើទីផ្សារអនឡាញឬក៏ចាប់ផ្ដើមអាជីវកម្មអនឡាញដោយរបៀបណាហើយខ្ញុំចែករំលែកបងប្អូនពីចំណេះដឹងដែលខ្ញុំមានបទពិសោធន៍ជាង10ឆ្នាំទៅលើវិស័យ Digital Marketing ពីការ boot នៅលើ Facebook ការរៀបចំផែនការធ្វើទីផ្សារអនឡាញការចាប់ផ្ដើមនៅលើ Facebook TikTok YouTube Telegram Instagram ជាដើមហើយការធ្វើទីផ្សារអនឡាញគឺចាំបាច់ណាស់ត្រូវតែយើងជាបុគ្គលដែលហ៊ានទទួលយកហ៊ានចាប់ផ្ដើមវាខ្ញុំបាទគឺជា CEO របស់ One Dream ហើយយើងមានអាជីវកម្មអនឡាញក្នុងដៃ 3-4 អាជីវកម្មដែរដូចជាប្រភេទ accessory ទូរស័ព្ទក៏យើងលក់ប្រភេទ cosmetic ក៏យើងមាននៅក្នុងដៃខ្ញុំគឺជាអ្នកចាប់ផ្ដើមអាជីវកម្មអនឡាញចាប់តាំងពីបាតដៃទទេឥឡូវនេះយើងមានក្រុមការងារជាង10នាក់នៅក្នុងដៃហើយក៏យើងមានអាជីវកម្មអនឡាញ 3-4 អាជីវកម្មដែរអញ្ចឹងសំណួរសួរថាតើយើងចាប់ផ្ដើមអាជីវកម្មអនឡាញទាំងអស់ហ្នឹងដោយរបៀបណាខ្ញុំបាទសែមរិទ្ធិស័កខ្ញុំនឹងចែករំលែកបងប្អូនពីការចាប់ផ្ដើមដំបូងពីរបៀបនៃការធ្វើទីផ្សារអនឡាញពីរបៀបនៃការធ្វើ content បងប្អូននឹងឃើញនៅក្នុង page របស់យើងឬវិស័យ Digital Marketing អរគុណច្រើន